សូមជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់ធ្វើការចែកចម្លែកអំពីមូលដ្ឋានគ្រឹះដើម្បីក្លាយខ្លួនជាជាងកាត់សក់អាជីពដើម្បីក្លាយខ្លួនជាជាងកាត់សក់អាជីពជាដំបូងយើងត្រូវយល់ដឹងអំពីមូលដ្ឋានគ្រឹះនៃរបៀបកាន់កន្ត្រៃនិងមូលដ្ឋានគ្រឹះនៃរបៀបកាន់ក្រាស់មូលដ្ឋានគ្រឹះនៃរបៀបប្រើប្រាស់កន្ត្រៃខ្ញុំសូមធ្វើការបែងចែកចេញជា3ទី1របៀបកាន់កន្ត្រៃកាត់ទី2របៀបកាន់កន្ត្រៃម៉ាស៊ីនម៉ូទ័រដែលយើងហៅថាត្រង់ដឺម៉ូទ័រឬមួយប្រភេទទៀតកន្ត្រៃអគ្គិសនីដែលប្រើខ្សែដោតជាមួយនឹងអគ្គិសនីផ្ទាល់ឬយើងហៅថាត្រង់ដឺខ្សែទី3របៀបកាន់កន្ត្រៃម៉ាស៊ីនដៃដែលយើងហៅថាត្រង់ដឺច្បាច់ដៃដោយឡែកមូលដ្ឋានគ្រឹះនៃការកាន់ក្រាស់ខ្ញុំសូមបែងចែកចេញជា2ទី1របៀបកាន់ក្រាស់សោយជោគកាត់ទី2របៀបកាន់ក្រាស់សឹកបែងសក់គៀបដៃកាត់សូមបញ្ជាក់ថាមូលដ្ឋាននៃរបៀបកាន់កន្ត្រៃនិងមូលដ្ឋាននៃរបៀបកាន់ក្រាស់មានការប្រើប្រាស់និងកាន់អាស្រ័យទៅតាមលក្ខណៈបុគ្គលនីមួយៗដែលមានជំនាញរស់រវើកដៃខាងឆ្វេងឬដៃខាងស្ដាំរៀងៗខ្លួន